ជំរាបសួរបងប្អូនទាំងអស់គ្នាណែបងប្អូនណានៅស្រុកយើងនេះវាអត់មានពងទាអីទេពងទាក៏វារៀងថ្លៃដែរមានតែពងមាន់ណាសបោបងប្អូនឥឡូវតោះយើងធ្វើពងមាន់ប្រៃទាំងអស់គ្នាเนาะខ្ញុំធ្វើលើកនេះច្រើនហើយទុកចែកបងប្អូនដែរអញ្ចឹងណាហើយស្រួលធ្វើបងប្អូនយើងយកពងមាន់មកលាងទៅឲ្យវាស្អាតចឹងទៅមកយើងរៀបដាក់កន្លដូចខ្ញុំអញ្ចឹងបងប្អូនហើយបន្ទាប់មកខ្ញុំដាំទឹកវាពងមាន់ខ្ញុំ120គ្រាប់ណាហើយខ្ញុំដាក់ទឹក8លីត្រហើយអំបិលហ្នឹងចំនួន2លីត្រគឺមួយកូនចានអញ្ចឹងទាំងអស់8លីត្រហ្នឹង4កូនចានហើយខ្ញុំទុកវាឲ្យអ៊ុនសិនណាបងប្អូនប៉ុន្តែមិនឲ្យត្រជាក់ពេកទេតែត្រជាក់ត្រឹមតែ30%បានហើយបន្ទាប់មកយើងយកវាចាក់ឲ្យពេញទៅទុកតែ2អាទិត្យបានហើយបងប្អូនហើយឃើញប្រមាណយើងល្អហើយបងប្អូនអានេះខ្ញុំយកមកចំហុយជាមួយសាច់ជ្រូកខ្ញុំដាក់ក្រហមហ្នឹងហើយច្រាមជាមួយសាច់ជ្រូកមានខ្ទឹមសខ្ទឹមក្រហមអីចឹងណាហើយហ្នឹងទឹកពងមាន់ហ្នឹងបងប្អូនទាំងអស់គ្នាតែ2អាទិត្យទេបងប្អូនបានញ៉ាំហើយទុកបានយូរដែរហ្នឹងបងប្អូនហើយខ្ញុំដាក់ទឹកត្រីបន្តិចទៅហើយថែមតារ៉ូឌីបន្តិចទៅបងប្អូនហើយដាក់ស្ករមួយស្លាបព្រាដែរពួកខ្ញុំធ្វើចានធំបងប្អូនធ្វើម្ដងគឺចានធំចូលចិត្តញ៉ាំអ្នកផ្ទះខ្ញុំហើយយើងចំហុយវាប្រហែលជា40នាទីតបមកខ្ញុំចង់ឲ្យបានពណ៌ស្អាតខ្ញុំដាក់ពងក្រហម2គ្រាប់លាបវាអញ្ចឹងណាបងប្អូនងាយស្រួលធ្វើបងប្អូនឥឡូវបងប្អូនអ្នកនៅស្រុកគេដូចខ្ញុំអញ្ចឹងអាចសាកធ្វើបានបាយហត់ទិញពងទាគេស្រាប់អញ្ចឹងណាទិញពងទាគេនៅហាងចិនអីបងប្អូនឃើញបងប្អូនសាច់ល្អហើយឆ្ងាញ់ណាចំហុយសាច់ជ្រូកដឹងផ្ទាប់ជាមួយទឹកសក់មួយអីចឹងអូយបាយ2ចាន3ចានហើយវីដេអូនេះអត់មានអីច្រើនទេបងប្អូនចេញមកខ្លីៗសូមបងប្អូនជួយ like ជួយ share ផងណាជួបគ្នាវីដេអូក្រោយបាយបាយ